មានមួយទីតាំងជាស្នាដៃចាស់ៗនៅឯប្រទេសសិង្ហបុរីនៅក្នុង Changi Hospital ប្រសិនបើអ្នកនៅទីនេះមួយយប់អ្នកអាចឃើញអ្វីមួយដើរតាមបន្ទប់និងសម្លេងជើងដែលមិនមែនជាមនុស្សធម្មតានោះឡើយ Changi Hospital គឺជា hospital បុរាណមួយដែលសាងសង់នៅក្នុងសម័យអាណានិគមអង់គ្លេសក្នុងឆ្នាំ1930ប្រើសម្រាប់ព្យាបាលអ្នកជំងឺដែលធ្ងន់ធ្ងរបន្ទប់ខាងលើ ICU និង Surgical Ward ត្រូវបានរាយការណ៍ថាមានរឿងគួរឲ្យខ្លាចអ្នកស្រុកនិយាយថាបន្ទប់ខាងលើអាចមានមនុស្សស្លាប់មានសម្លេងដើរទៅដើរមកបើកទ្វារនិងខ្យល់រំញយខ្លាំងអ្នកទេសចរនិងបុគ្គលដែលធ្លាប់ធ្វើការនៅទីនោះបានរាយការណ៍ថាមានព្រលឹងមនុស្សស្លាប់ដើរទៅដើរមកនៅក្នុងមន្ទីរពេទ្យសម្លេងដូចជាមានស្ត្រីហៅឈ្មោះនិងឮសម្លេងរត់នៅឯបន្ទប់ជាន់ខាងលើខ្សែភ្លើងនិងគ្រឿងសង្ហារិមនៅបន្ទប់ខាងលើចាប់ផ្ដើមដំណើរការដោយខ្លួនឯងមនុស្សម្នាក់បាននិយាយថាខ្ញុំឃើញព្រលឹងមួយឈរនៅពេលដែលខ្ញុំត្រឡប់មកពីខាងក្រៅវិញប៉ុន្តែវាក៏បាត់ភ្លាមៗមន្ទីរពេទ្យនេះធ្លាប់មានមនុស្សស្លាប់ជាច្រើននៅក្នុងបន្ទប់ ICU និង Surgical Ward មនុស្សជាច្រើនគិតថានៅតែមានព្រលឹងរស់នៅទីនេះបុគ្គលិកពេទ្យចាស់ៗនិយាយថាបន្ទប់ខាងលើគ្មានអ្នកនៅនោះទេប៉ុន្តែអាចឃើញសម្លេងនិងស្រមោលដើរមិនចេះឈប់មិនមែនគ្រប់គ្នាសុទ្ធតែបានឃើញទេប៉ុន្តែអ្នកដែលបានជួបពិតអះអាងថាខ្លាចខ្លាំង Changi Hospital មិនត្រឹមតែជាមន្ទីរពេទ្យបុរាណទេវាជាទីតាំងដែលវិញ្ញាណស្លាប់នៅតែរស់នៅបើអ្នកទៅទីនោះអ្នកអាចឮសម្លេងទឹកនិងសម្លេងដើរតាម hallway នៅយប់មួយនោះអ្នកនឹងចាប់ផ្ដើមដឹងថាអ្នកមិនមែននៅតែឯងទៀតនោះទេតែអ្នកទាំងអស់គ្នាជឿថានៅលើលោកយើងនេះមានវិញ្ញាណពិតដែរទេសូមខមមិនខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក